金边乌鸦溪是柬埔寨活人活役最重要的聚居区，这里见证了活人移民落地生根，也经历过战争的创伤，承载着一代又一代人的生活记忆。如今，随着城市更新步伐加快，这片老社区也迎来新的改变。3歲到我愛就無啦，我出生就中國，咁當生結業我故意，我爸就檢查個人隻故意，個人拍工啊，能咬住佢個向一個，佢向一家啲有一個就點山拉嘅山拉嘅，我爸咧有手過，伊咧有累門票，然後咱就下隻做生意，做條嗰邊好生活邊樣啦。嚟就大金澳橋咧由等นั่งโบ橋就走咗一個，垃圾籠逼佢，一就dem橋頭睇咧就落街嘅，冇人橋喎，一就dem橋就鼓住能夠橋樓頂。对于老居民来说，这里承载着几十年的岁月与回忆；而对于年轻一代而言，这里则意味着新的机遇与无限可能。3ជំនាន់នេះចាហើយមកពីកួនតង់ទុនតើកាលពីជំនាន់ពួកគាត់នៅហ្នឹងពីមុនពួកគាត់នៅស្វាយរៀងហើយគាត់ចេញមកអូអាស័យអូមួយនៅកាច់ខាងណាក្រោយមកអ៊ូដូមកខាងនេះវិញអាហ្នឹងដោយសារពួកគាត់បានបន្សល់មុខរបរឲ្យយើងអញ្ចឹងហើយយើងមានជីវភាពដល់សប្តាហ៍ថ្ងៃនេះទៅអាចប្រកបមុខរបរអញ្ចឹងលក់ដូរតូចតាចក្នុងថ្ងៃអញ្ចឹងណាគឺមានអនុស្សាវរីយ៍ល្អដូចថាមានម៉ួយមកជាច្រើនគេមកគាំទ្រយើងតាំងពីទូចរហូតដល់បច្ចុប្បន្នម៉ួយខ្លះក៏នៅតែមានដែរហើយក៏វាថាយើងធ្លាប់រស់នៅទឹកដីនេះវាសុខសប្បាយដូចជាការកាហ្វេឆុងដៃរបស់យើងអញ្ចឹងដីជំនាន់3ជំនាន់ពីដើមអញ្ចឹងតដែរណាពីមុនគេប្រើតែឆុងដៃអញ្ចឹងតាក៏បច្ចុប្បន្នសម័យទំនើបអញ្ចឹងគេមានម៉ាស៊ីនមានអីអញ្ចឹងណាតែបើដោយសារតែយើងតជំនាន់យើងតាមពួកគាត់រក្សាដដែលអញ្ចឹងទៅព្រោះហ្នឹងតជំនាន់近年来，一批年轻创业者也陆续走进乌鸦溪，为这片老社区注入新的活力。បើនេះមកម្ដងអូស័យមកគេច្រើនមកផ្សារជាជុំវិញមកដែរចូលច្រត់ទូយឯដល់ពេលបានមក survey មកមើលអីចឹងទៅមិនដឹងថាប្លែកមានថាតំបន់ហ្នឹងមានសក្តានុពលក្នុងការបើកអាជីវកម្មដូចយើងកំពុងតែធ្វើនឹងហើយបើយើងក៏លេខមើលទីតាំងរបស់យើងនេះខ្ញុំគិតថានៅតំបន់ជាពិសេសនៅប្លុកនេះតែម្ដងខ្ញុំគិតថាជាទស្សនីយភាពមួយដែលប្លែកខ្ញុំគិតថាអ្នកដែលគាត់រស់នៅភ្នំពេញផ្ទាល់នៅផ្នែកផ្សេងនៃទីក្រុងរបស់យើងគាត់អត់គិតថាគាត់នឹងឃើញរូបភាពទស្សនីយភាពអញ្ចឹងនៅក្នុងទីក្រុងរបស់យើងឯងមានថាសកម្មភាពសហគមន៍ការប្រតិតាក់ទងគ្នារវាងអ្នកចិត្តខាងអ្នករស់នៅក្នុងតំបន់ហ្នឹងមានភាពស្និទ្ធស្នាលហើយពួកយើងក៏គិតដែរថាការចាប់ផ្ដើមតូចមួយរបស់ពួកយើងហ្នឹងក៏ជាការកែប្រែក៏ដូចជាតាក់ទាញយុវវ័យឲ្យគាត់មកស្គាល់មកទស្សនានៅតំបន់អូស័យហ្នឹងបានច្រើនជាងមុនដែរបងសម្រាប់ខ្ញុំឃើញថាវាជាគំនិតមួយដែល creative ដែលច្នៃប្រឌិតបើយើងគិតទៅលើវិស័យទេសចរបើគេមកមើលខ្មែរខ្ញុំគិតថាគេអត់ចង់មកមើលអាគារខ្ពស់ទេគេចង់មកមើលអីដែលជាអត្តសញ្ញាណនៅក្នុងក្រុងភ្នំពេញរបស់យើងអញ្ចឹងការបង្កើតជាទីតាំងជាពិសេសគឺជាសិល្បៈមនុស្សគ្រប់គ្នាចូលចិត្តសិល្បៈព្រោះវា entertain ការមើលរបស់យើងការឲ្យយើងមានអារម្មណ៍សប្បាយរីករាយអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងចូលចិត្តយើងស្រឡាញ់យើងថតរូបយើងចែកចាយខ្ញុំគិតថាការដែលធ្វើអញ្ចឹងវាមិនត្រឹមតែច្នៃប្រឌិតនៅក្នុងទីតាំងទេគឺជាវិធីសាស្ត្រមួយក្នុងការផ្សព្វផ្សាយតំបន់អូស័យឲ្យអ្នកផ្សេងទៀតគេបានឃើញផ្ទះរស់នៅសហគមន៍នេះនៅជុំវិញផ្សារអូស័យហ្នឹងក៏ជាអត្តសញ្ញាណមួយនៅក្នុងទីក្រុងភ្នំពេញរបស់យើងដែរ一条老巷承载着几代人的故事，有人在这里经历战乱，重新站起来；有人在这里守护祖辈留下的老店，也有人在这里追逐新的梦想。在保留历史记忆与社区温度的同时，乌鸦溪正迎来新的蜕变。未来，这条充满烟火气息的老巷，或将成为游客认识金边、感受金边历史文化的一张崭新名片。